នេះគឺជារឿងពិតមួយដែលបានកើតឡើងនៅក្នុងខេត្តបាត់ដំបងកាលពីជាង100ឆ្នាំមុនដែលខេត្តមួយនេះធ្លាប់មានប្រវត្តិដ៏ជូរចត់បំផុតដែលធ្លាប់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមអស់ជាងមួយសតវត្សរ៍ហើយក្រោយមកខេត្តបាត់ដំបងក៏ត្រូវបានកាន់កាប់ទាំងស្រុងដោយត្រកូលគ្រួសារអភ័យវង្សបែនឬក៏ជាវាបែនដែលមានឈាមជ័រជាខ្មែរអស់រាប់រយឆ្នាំហើយរឿងដែលកូនខ្មែរបំភ្លេចមិនបានចុងក្រោយគេនោះគឺអភ័យវង្សកថាថនឈុំបាននាំយកទ្រព្យសម្បត្តិរបស់ខ្មែររាប់រយរទេះទៅរស់នៅស្រុកសៀមតកូនតចៅដូច្នេះនៅក្នុងវីដេអូមួយនេះបងប្អូននឹងបានដឹងថាតើហេតុអ្វីបានជាខេត្តបាត់ដំបងមានប្រវត្តិរឿងរ៉ាវបែបនេះតើតកូលគ្រួសារអភ័យវង្សបានធ្វើអ្វីខ្លះក្នុងខេត្តបាត់ដំបងហើយបានគ្រប់គ្រងខេត្តមួយនេះអស់ប្រមាណដំណរមុនសម័យអង្គរនិងក្នុងសម័យអង្គរភាគខាងលិចនិងភាគពីរយកនៃបឹងទន្លេសាបគឺជាដែនដីអមោខបុរៈនិងជាដែនដីភីមបុរៈនៅក្នុងសម័យអង្គរដែនដីឬភូមិភាគអមោខបុរីមានការរីកចម្រើនខ្លាំងដោយសារដីនៅទីនោះមានជីវជាតិល្អអាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបានប្រកបដោយទិន្នផលល្អប្រជាពលរដ្ឋខ្មែរនៅចំនួននោះមករស់នៅភូមិភាគនេះគឺមានចំនួនច្រើនមែនទែនហើយជាភស្តុតាងបងប្អូនគឺមានប្រាសាទបុរាណជាច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់នេះប៉ុន្តែប្រាសាទបុរាណទាំងនោះខ្លះរលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់ទៅហើយលើកលែងតែប្រាសាទភ្នំបាណន់ប្រាសាទឯកភ្នំជាដើមដែលនិមឺនសពមុខមន្ត្រីនិងប្រជារាស្ត្រចំនួននោះបានកសាងឡើងសម្រាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងទេវៈផ្សេងៗខាងព្រហ្មញ្ញសាសនាឬក៏ដល់ពុទ្ធសាសនានិងពុទ្ធិស័ព្ទផ្សេងៗផងដែរបងប្អូនដឹងទេនៅសតវត្សរ៍ក្រោយមកទៀតដែនដីខេត្តបាត់ដំបងត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីបារាំងដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្សរ៍ទី15ដល់សតវត្សរ៍ទី18បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនបាត់ដំបងជំនាន់នោះធ្លាក់ខ្លួនក្រលំបាកព្រាត់ប្រាសនៃរាជគ្រួសារទ្រព្យសម្បត្តិជាដើមខេត្តបាត់ដំបងក្រោមសម័យគ្រប់គ្រងដោយថៃនៅចុងសតវត្សរ៍ទី18ដល់ដើមសតវត្សរ៍ទី20ខេត្តបាត់ដំបងក៏ធ្លាក់នៅក្រោមអំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្សរ៍ដែលគ្រប់គ្រងដោយអំណាចគ្រួសារជាវាបែនក្រោយមកគេដាក់ឈ្មោះថាត្រកូលអភ័យវង្សអស់6ដំណររហូតដល់ឆ្នាំ1907ពិសេសដែលមើលឃើញពីភាពស្មោះត្រង់របស់គ្រួសារនេះស្ដេចសៀមបានចាត់តាំងឲ្យគ្រួសារអភ័យវង្សបែនឲ្យក្លាយទៅជាលោកម្ចាស់គ្រប់គ្រងទឹកដីខេត្តបាត់ដំបងនិងសៀមរាបអស់រយៈពេល116ឆ្នាំគឺចាប់ពីឆ្នាំ1791ដល់ឆ្នាំ1907ដូច្នេះហើយយើងតែងតែឮគេនិយាយថាបាត់ដំបងសម័យលោកម្ចាស់ហើយរឿងដែលកូនខ្មែរបំភ្លេចមិនបានចុងក្រោយគេនោះគឺអភ័យវង្សកថាថនឈុំបាននាំយកទ្រព្យសម្បត្តិរបស់ខ្មែររាប់រយរទេះទៅរស់នៅស្រុកសៀមតកូនតចៅមួយវិញទៀតនៅពេលដែលបងប្អូនទៅលេងខេត្តបាត់ដំបងខ្ញុំជឿជាក់ថាបងប្អូនមិនអាចរំលងទីតាំងមកកន្លែងនេះបានទេនោះគឺសាលាខេត្តបាត់ដំបងដែលសាលាខេត្តនេះមានភាពស្រដៀងគ្នាជាមួយនឹងអគារមួយនៅក្នុងប្រទេសថៃដោយសារប្រវត្តិនៃការកសាងអគារមន្ទីរប្រវត្តិសាស្ត្រអតីតអគារសាលាខេត្តបាត់ដំបងគឺត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1905ពេលដែលស្ដេចត្រាញ់កថាថនឈុំដែលជាស្ដេចត្រាញ់រណបប្រទេសថៃក្នុងជំនាន់នោះបានគ្រប់គ្រងខេត្តបាត់ដំបងលោកបានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួនប៉ុន្តែនៅក្នុងឆ្នាំ1907ពេលដែលបារាំងបានទាមទារខេត្តទាំង3រួមមានខេត្តបាត់ដំបងសេរីសុភ័ណ្ឌនិងសៀមរាបពីប្រទេសថៃមកឲ្យកម្ពុជាវិញស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់រួមទាំងអគារនេះផងដែរប្រគល់មកឲ្យអាជ្ញាធរបារាំងវិញនៅពេលដែលលោកម្ចាស់កថាថនឈុំបានផ្លាស់ទៅរស់នៅក្នុងខេត្តប្រជិនបុរីប្រទេសថៃក្នុងឆ្នាំ1909លោកបានសាងសង់លំនៅឋានផ្ទះមួយទៀតដែលស្ទើរតែដូចបេះបិទនឹងអគារចាស់នៅក្នុងខេត្តបាត់ដំបងតែម្ដងគឺខុសគ្នាត្រង់កន្លែងហោជាងខាងមុខតែបន្តិចប៉ុណ្ណោះអគារនោះមានឈ្មោះថាចៅព្រះយាអភ័យភូបេតបច្ចុប្បន្នវាត្រូវបានប្រើប្រាស់ជាមន្ទីរពេទ្យខេត្តប្រជិនបុរីបើតាមសភៅបាត់ដំបងសម័យលោកម្ចាស់អគារប្រវត្តិសាស្ត្រនេះដែលកសាងឡើងនៅក្នុងសម័យលោកម្ចាស់កថាថនឈុំឆ្នាំ1905ពេលដែលខេត្តបាត់ដំបងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃនោះចាប់ពីឆ្នាំ1795ដល់ឆ្នាំ1907ដែលលោកជាពូជពងរបស់ជាវាបែនបានគ្រប់គ្រងខេត្តបាត់ដំបងរហូតដល់5ជំនាន់តគ្នាឯណោះប៉ុន្តែក្រោយមកទៀតអគារមួយនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការនិងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំងនិងក្រោយមកជាសាលាខេត្តបាត់ដំបងរហូតដល់ឆ្នាំ2005បច្ចុប្បន្ននេះសាលាខេត្តបាត់ដំបងគឺជាសារមន្ទីរបេតិកភណ្ឌរបស់ខេត្តដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាដោយមានការដាក់តាំងរូបភាពផ្ទាំងទស្សនីយភាពផ្សេងៗដែលបានកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូតដល់ឆ្នាំ1907និងក្នុងសម័យអាណានិគមនិយមបារាំងប្រវត្តិនៃការដឹកនាំរបស់ខេត្តបាត់ដំបងនិងរូបថតរបស់អភិបាលខេត្តពីសម័យអាណានិគមនិយមបារាំងរហូតដល់បច្ចុប្បន្ននេះបងប្អូននឹងទេក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់គ្រួសារអភ័យវង្សបែនខេត្តដែលនៅភាគខាងជើងនៃខេត្តបាត់ដំបងរួមមានខេត្តមង្គលបុរីសេរីសុភ័ណ្ឌនិងកូរ៉ាតឬនគររាជត្រូវបានពួកសៀមយកទៅបញ្ចូលនៅក្នុងទឹកដីរបស់ខ្លួនដោយស្ងាត់ៗនៅក្នុងឆ្នាំ1795
ហើយទឹកដីខ្មែរក៏បានបាត់បង់ជាបន្តបន្ទាប់ដោយសារតែក្រុមគ្រួសាររបស់អភ័យវង្សបែនដែលកូនចៅជំនាន់ក្រោយៗឡើងគ្រប់គ្រងអំណាចជាបន្តបន្ទាប់ហើយចេះតែរណបជាមួយសៀមដើម្បីរក្សាអំណាចរបស់ខ្លួនក៏បានធ្វើឲ្យបាត់បង់ទឹកដីខ្មែរគ្រប់ជំនាន់បន្តិចម្ដងឲ្យទៅសៀមហើយទាំងនេះគឺជាប្រវត្តិដ៏ជូរចត់របស់ខេត្តបាត់ដំបងដែលបងប្អូនទាំងអស់គ្នាស្ទើរតែភ្លេចទៅហើយដូច្នេះនៅក្នុងវីដេអូមួយនេះបងប្អូនបានរៀនសូត្រអ្វីខ្លះអំពីប្រវត្តិរឿងរ៉ាវមួយនេះសូមខមមិនខាងក្រោមវីដេអូនេះឲ្យខ្ញុំដឹងផងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមបងប្អូនចុច follow page ខ្ញុំនៅខាងលើដើម្បីតាមដានខ្ញុំបន្ថែមទៀតហើយជួបគ្នានៅវីដេអូក្រោយសូមអរគុណបើបងប្អូនមានតម្រូវការថតវីដេអូផលិតវីដេអូពាណិជ្ជកម្ម music video ឬ short film ខ្ញុំសូមណែនាំ Yes Creator ដែលជាដៃគូសហការផលិតវីដេអូរបស់លោកអ្នកដែលអាចទុកចិត្តបាន